សូមអរគុណព្រះព្រំទេវតាអោយវាសនាស្នេហាខ្ញុំដូចបំណង អូខេសួស្តីសម្រាប់អតិថិជនអាយមកទាំងអស់គ្នាកាលពីព្រឹកមិញយើងបានបង្ហាញជាមួយនឹងប្រភេទឧបលើ4ទឹកហើយនឹង3ទឹកហើយឃើញ comment បងភាគច្រើនសួរមានឧបលើ5ទឹកដែលយើង promotion ចុះច្រើនអត់អញ្ចឹងអានេះយើងនៅតែបន្ត promotion ដូចជាឱកាសចូលឆ្នាំចិនពីមុនអញ្ចឹងគឺដោយសារយើងមានតិចដែរដោយសារ ID ឥឡូវនេះគឺយើងក125មាននៅសល់តែ6គ្រាប់ទេហើយសម្រាប់ PR ក៏125យើងនៅសល់តែ5គូទេហើយខ្ញុំសូមបញ្ជាក់ថាយើងលក់ promotion 50% នៅក្នុងឱកាសចូលឆ្នាំខ្មែរនេះគឺយើងលក់ clear stock តែម្ដងហើយលែងមានទៀតហើយនៅពេលដែលយើងអស់អានេះខ្ញុំបញ្ជាក់ហើយណាព្រោះយើងលែងយកមកលក់ហើយព្រោះតម្លៃដែលយើងលក់នេះគឺតម្លៃដែលយើងលក់ខាតទេឥឡូវនេះឧបលើ5ទឹកដែលយើងបញ្ចុះ 50% គឺយើងមាន3 model ទី1គឺយើងមាន PR ក125ទី2គឺយើងមាន ID ក100ក៏ដូចជាក125អញ្ចឹងបានន័យថា3ស៊េរីហ្នឹងគឺយើងចុះ 50% សម្រាប់លក់លៀងឃ្លាំងនៅក្នុងឱកាស promotion ចូលឆ្នាំខ្មែរនេះតែម្ដងព្រោះកាលពីយើង promotion វគ្គមុនចូលឆ្នាំចិនយើងលក់អស់បានមួយចំនួនច្រើនដែរហើយប៉ុន្តែវានៅអាខ្លះមួយមុខនៅ5គូដូចជា PR នៅ5គូហើយ ID ក៏125យើងនៅ3គូហើយជាមួយនឹង ID ក៏100យើងនៅសល់តែ3គ្រាប់ទេអញ្ចឹងមានន័យថាពេលដែលខ្ញុំលក់អស់ហើយគឺយើងលែងយកផលិតផល ID ឬក៏ PR នេះយកមកលក់ទៀតហើយចឹងកុំឲ្យបងខ្លះគាត់ឆ្ងល់ថាចំពីវគ្គមុនឃើញលក់ promotion មិនអត់តាន់អស់ទៀតព្រោះវានៅតិចតួចដែរអញ្ចឹងយើងបង្ហើយ stock តែម្ដងហើយនៅពេលដែលយើងលក់អស់គឺលែងមានហើយអញ្ចឹងសម្រាប់ model នេះគឺស័ក្តិសមជាងគេសម្រាប់បងដែលយកទៅបាត់លេងសាប់ព្រោះឧបលើ5ទឹកក100និងក125នេះសិតតែជាប្រភេទឧបលើសាប់ទាំងអស់ដែលស័ក្តិសមជាងគេនៅពេលដែលយើងចង់តម្លើងសាប់ហើយយើងមាន ampli វ៉ាត់ធំហើយលក្ខណៈពិសេសរបស់វាខុសប្លែកពី model OCF ឬក៏ប្រភេទกระดาษសវាខុសប្លែកយ៉ាងម៉េចខ្ញុំនឹងបង្ហាញជាទូទៅប្រភេទกระดาษសឬក៏ប្រភេទ OCS ដែលបងប្អូនទិញមកគូ100ជាងហ្នឹងគឺវាខុសគ្នាត្រង់ថាប្រភេទឧបលើ5ទឹកទាំងអស់ហ្នឹងគឺប្រភេទសរសៃលុះ2ជាន់នៅផ្នែកខាងក្រៅនេះបែបនេះពួកអាហ្នឹងអត់សូវរើវ៉ាត់ ampli ទេអាហ្នឹងគឺទី1ទី2បើសិនជាយើងនិយាយពីកម្លាំងវ៉ាត់របស់វាជាទូទៅ5ទឹកក100 watt sin original តែម្ដងចន្លោះពី1000ទៅ1200 watt 8អូមតែប៉ុណ្្នឹងទេនេះខ្ញុំបង្ហាញក្លោតហើយជាមួយនឹង model PR ក៏ដូចជាប្រភេទ ID តើក្លោតរបស់វាយ៉ាងម៉េចនេះបែបនេះសរសៃលក់4ជាន់នៅផ្នែកខាងក្រៅបើសិនជាយើងដាក់ផ្ទឹមចេះយើងនឹងដឹងពីភាពខុសគ្នាតែម្ដងនេះជាទូទៅ5ទឹកក125មិនថា PR ឬក៏ ID ទេសុទ្ធតែ1800 watt ហើយ8អូមហើយមាន model ខ្លះក៏មាន6អូមប៉ុន្តែនេះខ្ញុំឃើញ8អូមនេះអញ្ចឹងបើសិនជាយើងនិយាយពីកម្រាស់នៃសរសៃលួសក៏ខុសគ្នា1គុណនឹង2ដែរហើយអានេះតែ2ជាន់ទេនៅខាងឆ្វេងដៃខ្ញុំហើយនៅខាងស្ដាំដៃនេះគឺសរសៃលួសរហូតដល់4ជាន់ហើយបើសិនជាយើងនិយាយពីតម្លៃក្លោតខុសគ្នាច្រើនអានេះក្លោតរបស់វាមួយយើងនៅនេះលក់45គាត់ក្លោតទេណាអានេះមាន10រៀល5 10មិនហ្នឹងយើងគិតតែតម្លៃក្លោតទេមិនគិតអីទាំងអស់អញ្ចឹងខ្ញុំដាក់អន្ទឹមគ្នាឲ្យមើលមួយ2ជាន់ហើយកម្រាស់របស់វាឃើញទេសូម្បីតែកម្រាស់របស់វាក៏ខុសគ្នា1គុណនឹង2ដែរហើយនេះគឺសរសៃលក់4ជាន់ពួក PR ពួក ID ហ្នឹងពេលដែលដាក់ពេលខូចហ្នឹងគឺសង្ឃថាដាក់ដូរគ្នាបាននេះបងខ្លះដែលធ្លាប់ប្រើ chip ដឹងហើយសម្រាប់ chip កន្លត់វាថ្លៃបើកន្លត់125 65ក125សរសៃលក់4ជាន់សួរថា ID ហើយនឹង PR ក៏ដូចជា chip ហ្នឹងតើពួកវាមិនអាពួក3ស៊េរីហ្នឹងនៅពេលដែលខូចយកកន្លត់វាតែមួយហ្នឹងយកទៅដាក់ទៅដូចគ្នាទាំងអស់ដាក់បានទាំងអស់
จะสู้ทำไม่บางกระลาดชิปไลท์โดยสามารถนั่งลวดไลท์แต่ประแต่ถ้ากระลาดยังดอมมาโดยตะเคียดิบุญจรโดยเคียกำลังโดยเคียสเปกโดยเคียต่างจังเปคลาตะไลกระลาดบันบองคลับไปแต่กอดเผยชิปกอดได้กระลาดกอดโยบปูไอดีโยบปูกระลาดไอดีนั่งโยตะđã tới thời kia mạch tạiเราให้ใส่ลูกบุญจรโดยเคียติดจังต่ออะไรยังยี่ปีสเปกบ่าวเวียสมัยโอเปอร์แผมตักก็มาลอยมาไฟปรำนี้มันทาจีพีอหรือไอดีเต้กำลังวัดบ่าวเวียคือมาป้อนปั๊มไปเลยวัดปั๊มไปโอมไม่ได้บ่าวเวียคือปีตักปีสมัยแผมตักพีอได้ยังลูกโปรโมชั่นมากู้ยำดักตะไลในข้างกลางก็ไม่บองประวัติซัวปุ่นยำดักตะไลแต่เจ้าหายจังโดยยำบานปัจเจจังสมัยพีออะไรยังตะไลเมื่อมาได้พีอถ้าตาพีออย่างไม่เบอร์เซนจะยังเปรียบเทียบจมูกน้องประเภทโอเปอร์ตู้เต๋อแล้วบ่หาแต่ละปีนั้นพีอนั้นทุ่งไลยังกี่ก็ตาตีมวยตีปีเบอร์เซนจะยังยี่ปีแต่ไซลัวยี่ปีกระลาปีไอ้โดยขี้เนี่ยไม่ในท่านในปีใดวิใช้ไอดีพีอชิปนั้นด่ามาสังฆทานด่ามาโดยขี้เนี่ยมั้งกระลาแต่มวยนั่นคือด่ามาโดยใบสรีนั่นคือโดยขี้เนี่ยมั้งเอาไว้ใดวิเขาเนี่ยจุนก้ามมาในผลิตภัณฑ์ยังเต๋อวิลวดไลยังเต๋อวิลวดจำนวนชาวยังเต๋อมาคลาก็เกลวอย่างทุ่งไลเกลวจำนวนติ๊กตัวยังเต๋อเจ้าวิตาตามันนั่นแต่เบอร์เซนจะยังโยกระลาต้องโยมาเมื่อคือสังโดยขี้เนี่ยสังการสเปรย์อันนั้นตามอย่างบอลไปซอลบอกยังในยมดุกระลานั่งให้พี่เชิญส่งไปแต่บองเผอชิปนั่นไปแต่ใช้ของกอดเผอปูอากาศพีออร์ไอดีได้ยศด่าได้ปูให้ได้อันนั้นไปทูไลเขาในเชิญได้ใส่แผงหกเนี่ยพีจุดใส่บองเชียงก็ติงยศด่าไอเกยังตั้งเวียมากอดทูปานพีได้ไอ้ส่วนทำอากาศบอลเวียนั่นชิปตัวแต่ชิปมันบันคุณภาพอ้อเหมือนที่ยังด่ามามือตั้งแต่ใส่ลูกบุญจวนให้ประเภทกระลาประเภทไอ้ยืมมือตั้งดับตึมคนนี้ตั้งส่งโดยคนนี้อดมีเขาคนนี้หรือยืมคนนี้ตีจังให้บันจะพี่เชิญตามไปอย่างบอลไปซอยบอกยำใดยำจีเนี่ยลูกกระลานั่งบองได้เผยชิปหรือไอ้นั่นก็ติงปูอากาศเนี่ยไอดีจะตัดจะนัวนั่งเปอร์เซ็นต์ติงกาลาดเวียใครจะมาพายแต่บนเนี่ยคลักกิจใจเลยก็ทั้งจังเผยกาลาดสินมาเวียมมั้งนั่งหกปรามđã từจังยังเพียบมวยดังตามเราต่อจังอะไรยังกระเล็กมาเมื่อการมาร้านมือเตี้ยยังจังดังเมื่อท่าตาโอเปอร์ได้ยังโปรโมชั่นโมเดลพีออได้choให้มวยกู้ซอตายปีไรหาได้จังมีในทางมาขอซอตายมาโดยมาไฟปรามเลยยังน้องเพียบสเปกบอเวียในหนังตามเราจมวยนังโมเดลพีออไม่ได้บอกว่าคือปีตับปุ่มใบตุ่มงนผัวกาปีบิดโอมอนบองเฉินซูยยมทับบอนั้นตุ่มงนมันสมัยพีออแผ่นตักกอมรอยมาไฟปรามไม่ได้ปีจวนนี้ขนมมวยกรอบเราบอกว่าคือมาไฟปีกิโลนี่มาไฟปีกิโลกรัมต้องยืนสูงเจ็ดติ๊กมีจับใช้ให้พวกประเภทว่าทมนั้นสตาร์มราปีจวนนั้นนะบองซูมาเดรัจมองคือบานในท่าพวกอานากรมาเลยก็ได้ก็หมดพยายามก็ได้พวกใส่ลูกบอลจวนนั้นจิตตู้เตอร์มองคือสตาร์มราดไปอันนั้นเอาเมียนเอามารามาจวนตีเอามาราจวนเลือกเล่นแต่ประเภทโอเปอร์กระดาษซอหรือโมเดล OCF ยังได้อันนั้นกระดาษซอทูไลท์มาลอยเชียงหน้านั่งเวียเอามาราทำมาจวนตีให้แต่ใส่ลูกปีจวนในภายในกลางไกลต่ออะไรยังประหารกันหลายบันทึกผมไม่ยังดักอย่างง่ายนี่จังยังดักหลายจิตตู้เตอร์โอเปอร์ได้ยังติ้งทูไลท์มากู้มาลอยเชียงนั่นคือเนี่ยกระดาษแบบเฉปีจอนในภายในข้างแขวเนี่ยจังอันนั้นอัมพลีมองก็ไว้วิจัยได้แต่ใส่อัมบุญก็ไว้ใจมากูได้กระดาษแบบนั้นอันนี้กระดาษพีออนไอดีคือแบบนี้บุญจอนเนี่ยกระดาษบักกี้คือบุญจอนแต่ใส่ลัวแล้วสูบมาเจ็ดเอาเมื่อจังอัมพลีใส่อัมบุญว่าใจใจมากูตัวใส่อันดับปีตัวตะวัดสินเดียดนี่นะนี่ใส่อันดับปีมันเลยบานจังไม่ได้ท่าสมัยอันนี้คือมาขอบอกว่ามาปอนปั๊มใบรอยวัดปั๊มใบโอมจังเบอร์เซนยังจังเล่นมากู้ยังเผอเสียดับปีเบอร์เซนยังจังเล่นบูนขวบยังเผอเสียสามแต่เหมือนบ้านในท่าเอาแต่เสียนะเลยนั่งโดยนี้คือเผอบ้านเอาแต่ผัวเสียบ่ยังกุปีเชิญเผอบอมมอนสเตอร์tớiฝัดสินจังยังไอเล่นบ้านนี้นี่ไอตัวงนบ่เวียกขนมมาขวบคือมาปอนปีรอยวัดให้สมบัติแต่สัตว์กันแล้วนี่อันนี้ก็แขกเชื่อทุกคนเชื่อได้เราเป็นเด็กยมจับกันใช่คือทุกคนมันกันแล้วเนาะทุกคนบอกวิสังฆทานเหมือนอันนี้ปีอ่ะทอมมานี่ปีมันสมานี่มวยนี่มือกระลาดยมพายตั้งกระลาดได้บอมโอนมือเตี้ยนี่แบบนี้จังบอมมองหน้าได้ใช้กระลาดใช้ไอ้เมียนต่างอ่อนนะมันบารมทางเขาติงต้องใช้กระลาดเอาเมียนกระลาดมาติงยมกินชื่อสบู่นะนั่งเยอะนี่สบู่จังบานกระลาดแบบไม่ก็เมียนได้แต่ก่อนทำกระลาดบุญจอนมันอาจจะย่อกระลาดปีจอนย่อได้นะสมบัติเช่กระลาดบุญจอนไปเช่เถอะดักบุญจอนบ่บุญบองเชียงคลาเกเนี่ยเผลอกอดดังกอดอ้อยกอดด่าอ้อยเกกอดมาเต็งพูดไล่เก่งเก่งเหมือนเต้นบอกเกบุญจอนแต่ย่อปีจอนได้เก
chẳng thử mọt nhom tận nhồi cây kho hướng chẳng chờ thử mọt nhom vì vừa bom bóng chiên các con một tên nhom bọc kết say lụ buôn cho cái tháng đã pi tròn cả đó đã bán này tại cây phởm bán du hơi xử lý đôi bọc kết thì chẳng cùng cây ta cây mà chắc cái đăng ngay khỏi cái lê dương thưa rồi chẳng cây ấy muối thử ta đăng tha ta ở vậy để cua cây như vậy mình cua cây dương ọt trẻ ta cây không là biết ọt thì trong bom bóng chiên môi trường nón tui tê còn một tên nhom không còn bọc cây buôn tròn tại còn chẳng đã pi tròn với nói cây lui chẳng này chẳng nhom phép tha ọt thì bờ thơ nhân đấy cũng thơ của mọi khối chung đã buôn tròn này kia từ ở bầy sân thì dương dễ tới tờ lại kho dòng mấy dương phép mà chắc cái vinh cái thơ ban thơ bán cứ ở cái vô tôi vinh tới cho vậy cũng mọi khối chung cái lại dương ok chẳng xem PO mà khóa bao viết cứ mà pay pi kg phép tắc con rồi mà phay gram này nhom bảo bom ổn mới nhom thăng hai ấy và nhom vô mà đã nó phù vừa mình dương bảo vã xịt vô dương ai thời lược đặt nhảy nhảy ấy bán đây vô bạn trinh tại ở đội dương thọt nơi viên thì ta lấy dương mưa cả đá nơi này khám bông tích ở đây toàn nhom tay pi đây mua nhom cả nào rồi chứ nấy cái đá bao vía xem cái đá bao vía cứ cố tính cà phê chùm được tất vì đã PO vô hay nhom xong bị chán á PO phèm tất co mới phải phèm nhé nhom nơi ta pram cu tì bởi nhom lụa hái cứ nhom chụp vô mà lụa hái hay cái lên lụa đấy PO ID nè nhom bị chán hái đó còn ai tha ô bon mới khơi phải mua sao này lụm chơi o bởi khai nhom lụm mình chơi o đấy mà chui tên nhom mà phèm cu mà o hay chẳng lên miên tiệt đây lên miền ván phải mua sân ao tiệt đây chẳng mà chui tên o mà chẳng mà bon khai có tháng ý hệ ván ấy cái lụm phải mua sân lụa liên khai ấy lụm chơi o chẳng là đôi nhom phèm chẳng ID coi mới phèm nhom nơi phèm khóp một tên phèm khóp năng lên miên này chỉ mới miên follow tiệt ọt năng cầm ai bậc cái vậy tha cái lụm chơi o đôi PO nó nhom nơi pram cu chẳng một tên phèm cu nó mất nhom lên miên tiệt đây mà chui tên mà chụp vô mà lụa mong tại lụa này lụa khá đấy nè mình lụa chẩn đánh như này mình thả miếng này van hơi chơi ta lụa vô chẩn đánh chừa cái ó đấy này dưới miếng này lụa khát trao thôi xùm mà trắng tầm trăng lụa khát trao thôi còn một vạ bị nhưng lụa xây thì tâm mạ xây thì tâm nó không trắng ấy chắc xưa ta con ở phía biết mấy đấy bây giờ phở tăng bị đai mà bong chương cha còn đăng ta phở tâm bị đai thời ấy dừng lên bạc phum lên ấy nó dừng chạ tâm bị đai hay cả lát với bỏ việc bao tới nghe đặt nghe trẻ nè thọp lên đăng ấy bộ cả lát buôn chán bao nghe trẻ thế này bộ nó ampli mỏng cái liệt chén này đường ấy bây giờ thì trong lên mà cú to xe đập pi hay xe đập pi to là monster mẹ là xe đập pi thì lại pi rồi chia cái ót đấy nè monster xe đập pi thì lại buôn hỏi sam nhưng phải thì lại tiền nắng lên mà cú hay bây giờ thì dùng phở xe sam thì lại với phần mùi sam nắng lên ban buôn khọp hay bờ bộ Opel bị đai bạn tha dương lụa tu tơ mà rồi chiến phèm tộc mà rồi chiến đó đây ta say lúc pi cho nó phải khang khởi phở xe am bốn lên ban đây mà cu pon ông viên miền ta si vặt ấy mán pon pi vặt nè anh ấy mà pon phẩm bảy rồi vặt mấy đây pi cho mà khoa mà pay pi kilo nè nhầm lương mình ấy toàn nhầm phẳng á lực mà mỏm lựa tròn với và ta lãng thôn hai tiết to tận năng pin cả lãng to thôn mỗi buôn nè bàn lược bàn hơi tinh nó khó can đấy chuyệnนั้นnhá của tinh hai hồ tinh tiết có miếng này đi sang tha tinh hai ta lãng giờ lụa có chuyện đánh đây này mà khoa mà pay pi kilo này nhầm đạn là nặng hết hay ní cái đá viết câu tính á cà phê chụp điệp tắc tiệp phê nó chạm mà sờ bài này cái đá PO vô nó nặng tay mà đâu nơi tập phèm cu thế hay là đấy miền lấy đấy miền đi tiệt nè miền ở chó xem clip amra tiệt hay bộ nó sẽ amra pi chó này mạch số tháng amra màn chó đây bộ nó sẽ pi chó này còn một rồi của pi chó này này chắc PO đấy cho hai mà cu nó sao tập pi ở hà thì Opel mấy nó không kể này cho nhầm ai bom ôn mưu của hiện tích ở chụp ba thống ngốn mà họ mà pay pi cái lỗ trong đăng ấy dân smart mơ tới pay pi cái lỗ mấy đại pi nhầm lược nó toàn nhầm đai pi nhầm phần cả lắng thế đó một pay pi cái lỗ phải ai thay nhầm soi gồm đăng toàn nhầm prang những khang tích và nhầm lược ban chẳng đấy cứ rụt riêng PO bao dương đại dương promotion hột đó 20% nhom vậy ta lại bị chót á mình vậy ta lại down ta lại tê hay xong bây ta lại cái nhom đạn nơi khang khổ hôm nay có mọi bong bà xua admin bao dương PO phải làm tất co mà rồi mà pay pram ta sai lụa buôn chón ní còn lạiแบบนี้một cú cho hai sao tại pi rồi hà tế trong miền thành mà khóa mà rồi mà pay pram ta lại cái nhom đạn ở sau hột khang khổ hôm nay này chẳng nhom xuống mày bong ôn mưa cả lại tích nơi ai mòn chăng bà tha cả lát đại trăm ai mưa mà mình lụa tụ Opel và hai tụ Opel ở đây
កលាតរបស់វាបើសិនជាយើងប្រៀបធៀបជាមួយនឹងប្រភេទកលាតរបស់ពួកអាកាដាសឬក៏ OCS មេដៃមួយជាន់នោះគឺទម្ងន់បើសិនជាយើងនិយាយពីទម្ងន់របស់វាខុសគ្នា1គុណនឹង2មានន័យថាកលាតធម្មតាទម្ងន់របស់វា2ដងមិនស្មើប្រភេទកលាតសរសៃលក់4ជាន់នឹងមួយទី2យើងមើលកម្រាស់នៃសរសៃលក់កម្ពស់នៃកលាតរបស់វាឃើញទេសឹងថាខុសគ្នា2ដងដូចគ្នាហើយអានេះគឺសរសៃលក់4ជាន់អានៅខាងស្ដាំដៃបងប្អូនប្រភេទកលាតធម្មតាសរសៃលក់2ជាន់ទេនឹងខុសគ្នាអញ្ចឹងខ្ញុំដាក់ផ្ទឹមគ្នាឲ្យមើលតែម្ដងជាហេតុផលនឹងហើយដែលធ្វើឲ្យប្រភេទកលាឧបលើបែបនេះវាទទួលបានការគ្រប់គ្រងនៅពេលដែលយើងលេងអកកដងអកកេះបោះភូមិនោះគឺត្រូវអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងសម្រាប់ PR ខ្ញុំនៅតែ5គ្រាប់ទេ5គូសំទោស5គូវាស្មើនឹង10គ្រាប់ទេនេះហើយបើ ID ក៏125ខ្ញុំនៅតែ5គ្រាប់ទេតែលក់អស់ហើយខ្ញុំអត់មានទៀតទេតោះឥឡូវយើងចូល ID ម្ដងនេះ ID អ្វីដែលវាខុសគ្នាគឺទម្ងន់ហ្នឹងប្រមាណសម្រាប់ ID មកគ្រាប់របស់វាគឺ24គីឡូក្រាមមានន័យថាធ្ងន់ជាង PR 2គីឡូក្នុងមួយគ្រាប់នេះហើយបងខ្លះសួរខ្ញុំទៀតបងID បានហ្នឹងមិនដូចគ្នាអញ្ចឹងម៉ាក់បានថាវាចេញពីប្រភពតែមួយគ្រាន់តែគេធ្វើ2ម៉ាក់តែប៉ុណ្្នឹងទេស្អីទាំងអស់គ្រឿងផ្សំ mode design អីផ្សេងគឺដូចតែគ្នាទេតែគេធ្វើ2ម៉ាក់វាដូចជា Honda អញ្ចឹងវាមាន Scoopy PCX អញ្ចឹងណាអញ្ចឹងវាដូចជាអញ្ចឹងអាហ្នឹងខ្ញុំនិយាយឲ្យយល់ព្រោះបងខ្លះក៏សួរខ្ញុំចុះមក ID ស្តៀងមិនមួយ ID បានស្តៀងគ្នាអញ្ចឹងខ្ញុំប្រាប់ឲ្យដឹងវាដូចជាម៉ូតូ Honda អញ្ចឹងវាមាន PCX វាមាន Scoopy វាមាន Dream អញ្ចឹងវាចែកអញ្ចឹងតែវានៅក្នុងចង្កោម Honda ដូចគ្នាអាហ្នឹងដូចគ្នាអញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងឲ្យស្រួលយល់អញ្ចឹងទម្ងន់អានេះក្នុងមួយគ្រាប់គឺ24គីឡូក្រាមកលាតក៏ដូចជា PR នឹងដូចគ្នាគឺតែមួយពីរហ្នឹងនៅពេលដែលយើងបើកឆេះយកអាសរសៃលក់4ជាន់ហ្នឹងយកទៅដាក់ដូចគ្នាដាក់មួយណាក៏ត្រូវគ្នាដែរគ្រាន់តែថាបើសិនជាយើងប្រៀបធៀបកលាត ID PR ជាមួយនឹង chip កលាត chip គឺវាលក់ថ្លៃតែប៉ុណ្្នឹងទេវាខុសពីតម្លៃខុសតែតម្លៃទេសួរថាចិត្តតម្លៃហ្នឹងមិនបានខុសគ្នាបងគ្រាន់តែសរសៃលក់4ជាន់ដូចគ្នាអាហ្នឹងវាអាស្រ័យទៅលើអ្នកដែលគេផលិតតាពួកគេផលិតរបស់គេមួយម៉ាកគេមួយគេជាអ្នកកំណត់តម្លៃមិនមែនយើងជាអ្នកលក់អ្នកកំណត់តម្លៃទេអញ្ចឹងអាហ្នឹងវាអាស្រ័យទៅលើអាកតាហ្នឹងដែលខ្ញុំនិយាយព្រោះពេលដែលយើងយកមកយើងដាក់ផ្ទឹមគ្នាទៅយើងមើលទៅដូចតែគ្នាហ្នឹងវាអត់ខុសគ្នាអីទេសឹង90%ដូចគ្នាទាំងអស់ទាំងទម្ងន់កលាទាំងកម្រាស់នៃសរសៃលក់របស់វាទាំងកម្ពស់នៃសរសៃលក់របស់វាគឺខ្ញុំមើលទៅដូចគ្នាអញ្ចឹងខ្ញុំប្រាប់បងប្អូនថាដូចគ្នាព្រោះខ្ញុំជាអ្នកលក់អាកលាហ្នឹងដូចគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំប្រាប់កន្លែងហ្នឹងអញ្ចឹងអានេះបើសិនជាយើងនិយាយពីទម្ងន់ពីស៊េរីហ្នឹងអ្វីដែលវាខុសគ្នាទី1ទម្ងន់សម្រាប់អានេះមកគ្រាប់របស់វាគឺ24គីឡូហើយអ្វីទៅតាមការសង្កេតរបស់ខ្ញុំបើសិនជាយើងនិយាយពីកម្ពស់នេះចាប់ពីមេដែកនេះពីជាប់ frame ហ្នឹងរហូតដល់លើនេះវាខ្ពស់ជាងឥឡូវយើងចាក់កម្ពស់ឲ្យបងប្អូនមើលបន្តិចខ្ពស់ជាងប្រហែលអានេះវាចូលយើងចាក់ទឹកកមាសមក9ហ៊ុនខ្វះតែម្លេចមួយទឹកអីអានេះ8ហ៊ុនអញ្ចឹងមានន័យថាខុសគ្នា1ហ៊ុនបើសិនជាយើងនិយាយពីកម្ពស់មេដែកហ្នឹងវាខុសគ្នា1ហ៊ុនអានេះបាន9ហ៊ុនសម្រាប់ ID សម្រាប់ PR បាន8ហ៊ុនចុះសួរថាកម្លាំងវ៉ាត់ដូចគ្នាអត់ដូចតែគ្នាហ្នឹង1800វ៉ាត់ដូចគ្នាតែព្រោះទំហំកន្លោតតែមួយគ្រាន់តែអាមេដែករបស់វាធម្មតាវាធ្វើតាមម៉ូដរបស់វាអញ្ចឹងណាវាអញ្ចឹងទេតែវ៉ាត់ដូចតែគ្នាទេនេះអញ្ចឹងសម្រាប់ ID ក៏125នេះខ្ញុំនៅសល់តែ5គ្រាប់ទេហើយមិនបាច់ថាបងព្រមមានអតិថិជនខ្លះគាត់ឃើញខកខមមិនហើយខ្ញុំឃើញខមមិនខ្ញុំសោយតែខ្ញុំអត់ខ្ញុំថាចំពេល live ខ្ញុំនិយាយតែម្ដងព្រោះខ្ញុំចូលចិត្តនិយាយ live មកឲ្យស្ដាប់ទាំងអស់គ្នាមិនបាច់ខមមិនមួយខ្ជិលគ្មានពេលឆ្លើយច្រើនទេបងខ្លះក៏សួរថាបងហ្មិចបងឯងហ្នឹងឃើញលក់លៀងខ្លាំងរហូតមិនចេះអស់អញ្ចឹងឥឡូវបើខ្លាចថាមិនចេះអស់ដូច PR អញ្ចឹងខ្ញុំនៅសល់5គូមកតែ5គូហ្នឹងមើលជាមួយខ្ញុំលក់ខ្ញុំមានអវ៉ាន់លក់ទៀតអត់ហើយដូច ID ក៏125ខ្ញុំនៅ5គ្រាប់មកទិញ5គ្រាប់ហ្នឹងមើលមានទៀតអត់មានលក់ទៀតអត់ហើយខ្ញុំលក់ឲ្យឈប់លក់ហើយដូចខ្ញុំនិយាយអញ្ចឹងតែខ្ញុំលក់អត់ខ្ញុំឈប់លក់ហើយមិនមែនលក់ចំណេញទេលក់ខាតទេណាតម្លៃហ្នឹងមិនមែនលក់ចំណេញទេលក់ឲ្យឈប់លក់ហ្មងអាម៉ាក់ ID PR ហ្នឹងហើយក៏100 ID ក៏ខ្ញុំនៅដែរខ្ញុំនៅ3គ្រាប់តាំងមួយគ្រាប់នៅក្នុងប្រអប់នោះ2ហើយ ID ក៏100យើង promotion នេះសល់មួយគ្រាប់តែ100ទេខ្ញុំនៅតែ3គ្រាប់គត់ចាំមកទិញ3គ្រាប់ហ្នឹងមើលខ្ញុំមានអីវ៉ាន់ផុសលក់ទៀតអត់ហើយចង់ដឹងពេលដែលទិញឲ្យ3គ្រាប់ហ្នឹងសួរឆាតចូល page មកមានទៀតអត់តែ
តែខ្ញុំអស់ហើយថាងគុំតែគាត់មានទៀតលែងមានហើយបើយើងលែងលក់ឲ្យបានឲ្យមានទៀតអញ្ចឹងតម្លៃនេះគឺជាតម្លៃមួយល្អមែនទែនសម្រាប់បងដែលលេងបោះភូមិអកេះអកដងទិញនៅក្នុងឱកាសនេះគឺចំណេញដោយថាឥឡូវខ្ញុំទទួលស្គាល់ថាយើងវាមិនអាចចាក់អីទលំទលាយដូចមុនទេប៉ុន្តែបើសិនជាទិញនៅក្នុងឱកាសនេះនៅពេលដែលសុកយើងស្រួលបួលទៅយើងយកទៅតម្លើងទៅក៏យើងចំណេញដែរព្រោះរបស់នេះយើងទុកយូរក៏វាអត់មានខូចអត់មានប្អូនអីដែរតើយើងទុកសំខាន់យើងមើលទៅកុំឲ្យតែត្រូវថ្ងៃអីណាព្រោះធម្មតាយើងទុកចោលយើងមើលកាឌីយើងមើលអីផងមានត្រូវទឹកត្រូវអីអត់តែប៉ុណ្្នឹងទៅមើលតែកន្លែងណាស្ងួតហើយកុំឲ្យមានកម្ដៅអីចឹងទៅដាក់ឲ្យស្រួលបួលក្នុងបន្ទប់អីទៅត្រជាក់ទៅវាទុកបីទុកប្រហែលក៏វាមិនចេះខូចដែរអញ្ចឹងនៅពេលដែលយើងសុកស្រួលបួលហើយយើងអាចចាក់អីវិញបានហើយយើងយកទៅប្រើទៅអញ្ចឹងព្រោះទិញនៅក្នុងឱកាសនេះវាចំណេញអញ្ចឹងសម្រាប់5ទឹករបស់ខ្ញុំនេះគឺខ្ញុំមាន3សេរីដែលខ្ញុំ promotion 50% សម្រាប់ PR មួយគូចុះឲ្យសល់តែ250ទេហើយទម្ងន់22គីឡូក្នុងមួយគ្រាប់សម្រាប់ ID 5ទឹកក125ទម្ងន់24គីឡូក្នុងមួយគ្រាប់អញ្ចឹងខ្ញុំសូមបង្ហាញ ID ក100បន្តិចទៅពីព្រោះ ID ក100ខ្ញុំនៅតែ3គ្រាប់ទេបងខ្លះក៏គាត់ចង់ដឹងតែ ID ក100រូបរាងមិនខ្ញុំនៅតែ3គ្រាប់ទេ2គ្រាប់ក្នុងកេសមួយគ្រាប់តាំងអញ្ចឹងយើងប្រាប់ឲ្យច្បាស់ដើម្បីឲ្យងាយស្រួលណាអញ្ចឹងខ្ញុំសុំដូរបន្តិចខ្ញុំសុំដូរក125ចេញព្រោះលើតុកខ្ញុំ live នេះខ្ញុំដាក់បានតែ2គ្រាប់ទេអូខេអញ្ចឹងតោះឥឡូវបង្ហាញតួអង្គក100ម្ដងនេះគឺ5ទឹកក100 ID សេរីថ្មីដែរចាប់ខ្ចៅទម្ងន់របស់វាក្នុងមួយគ្រាប់គឺ18គីឡូអញ្ចឹងមានន័យថាបើសិនជាយើងប្រៀបធៀបជាមួយនឹងក100និងក125មួយគ្រាប់ខុសគ្នា4គីឡូអានេះខ្ញុំថ្លឹងជីងហើយបាទខ្ញុំយកមកដាក់ហ្មងព្រោះខ្ញុំអត់មាន space សម្រាប់លើកជីងមកថ្លឹងដាក់មុខកាមេរ៉ាតែខ្ញុំថ្លឹងហើយបាទខ្ញុំដាក់នៅហ្នឹងទៅអញ្ចឹងសម្រាប់ ID ក100លក្ខណៈសម្គាល់របស់យើងទី1ទំហំមេដៃរបស់វាបានតែ2ទឹក2ទេបើសិនជាក125មេដៃរបស់វាបានរហូតទៅដល់2ទឹក8អាហ្នឹងលក្ខណៈទី1ទី2បើសិនជាយើងនិយាយពីមេដៃរបស់វាពួកក100វាអត់មានច្រើនដូចអាក125ទេគឺវាលាតតែគាត់តែមានចាប់ខ្សោតាន់3គ្រាប់នៅនឹងលើមេដៃហ្នឹងតែម្ដងចុះសួរថាកឡោតរបស់វាសរសៃលួសប៉ុន្មានជាន់ពពួកអស់នេះសិតតែប្រភេទកឡោតសរសៃលួស4ជាន់តែគ្រាន់តែថាមួយក125មួយក100ជាទូទៅសម្រាប់ក100ហ្នឹងកម្លាំងវ៉ាត់របស់វាគឺ1200វ៉ាត់ហើយក125 1800វ៉ាត់អញ្ចឹងយើងនិយាយជាទូទៅតែម្ដងណានិយាយជារួមតែម្ដងអញ្ចឹងសម្រាប់អានេះយើងប្រម៉ូសិនឲ្យនៅសល់មួយគ្រាប់តែ100ទេខ្ញុំមាន2គ្រាប់នៅក្នុងកេសនិងមួយគ្រាប់តាំងអានេះគឺតាំងខ្ញុំដាក់តែតាំងហ្នឹងមិនអីវ៉ាន់ថ្មីទេគាត់ទៅបើកសម្រាប់អតិថិជនគាត់មើលព្រោះធម្មតានៅពេលដែលគាត់ទិញគាត់ចង់មើលមិនចឹងអញ្ចឹងយើងបើកមកឲ្យគាត់មើលគាត់ស្ទាបអីហ្នឹងគាត់ចង់មើលឃើញរូបរាងរបស់វាចង់លើកចង់ស្ទាបអីចឹងណាអញ្ចឹងនេះខ្ញុំដាក់បង្ហាញឲ្យគាត់អញ្ចឹង3សេរីនេះគឺខ្ញុំ promotion 50% នៅក្នុងឱកាសនេះអញ្ចឹងសម្រាប់បងតែទិញគឺចំណេញហើយសម្រាប់ឧបល4ទឹកខ្ញុំបានបង្ហាញហើយ4ទឹកហ្នឹងគឺយើងមានដូចជា5ម៉ូតទេដូចជា5ម៉ូតម្សិលមិញអញ្ចឹងឧបលសង់ក៏មាន promotion 50% តែមាន Mac Monster ឆ្អឹងក្រហមហើយឧបលស័ព្ទយើងមានសិតតែពួកលំដាប់ហើយពួកនេះសិតពួកលំដាប់ប្រយុទ្ធក125នេះសិតតែពួកលំដាប់ប្រយុទ្ធហើយຂະຫນາດសិតពួកអកកេះអកកដងបោះភូមិអាលេងវាយខ្លាំងហ្នឹងអាហ្នឹងសិតលំដាប់វាហ្នឹងហើយតែតើយើងមាន ampli ធំដែរណាតែខ្ញុំអត់ណែនាំទេបើសិនជាបងប្អូនមាន CR 6 CR 9អីខ្ញុំអត់ណែនាំឲ្យប្រើទេអនផុតក៏យើងមាន CR 12ដែរ CR 12 CR 20 CR 30អាហ្នឹងមិនយើងលេងកើតមានត្រឹម CR 9 CR 9របស់យើង Trongster 44គ្រាប់ប៉ុន្តែក៏ខ្ញុំអត់ឲ្យយកទៅប្រើមួយហ្នឹងដែរព្រោះតែអត់ដល់កម្លាំងរបស់វាវាយអត់ធន់ល្អទេវាយមកស្រាលហើយ ampli យើងឆាប់ក្តៅអញ្ចឹងយើងចង់លេង ampli យើងមិនមែនលួបទៅ overler ទេយើងត្រូវមើលថា ampli របស់យើងលេងកើតអត់ហើយបើចង់ដឹងលេងកើតស្រួលទេដោះតាកម៉ូពីលើមកថតបន្តិចមកផ្ញើចូល page តិចទៅចឹងខ្ញុំជួយមើលឲ្យថាប្រើកើតឬមិនកើតព្រោះធម្មតាបើសិនជាយើងទិញថ្មីទាំងអស់វាគ្មានស្អីពិបាកអីព្រោះយើងដឹងថាយើងទិញ overler ប្រហែលទឹកប្រហែលគ្រាប់មកអីចឹងលេងចំនួនប្រហែលគ្រាប់យើងដឹងថា ampli លេងកើតហើយអត់ពិបាកទេរឿងទិញថ្មីប៉ុន្តែភាគច្រើនពេលដែលយើង promotion overler គាត់ទិញទៅ overler គាត់មាន ampli ហើយអញ្ចឹងគាត់ចង់យកទៅលេងមួយ ampli គាត់ទៅវាសំលុយបានច្រើនដែរវាកេងលុយបានច្រើនដែរហ្នឹងយើងនិយាយស្រួលស្ដាប់អញ្ចឹងអាកន្លែងហ្នឹងបងដែលជាមានលក្ខណៈបែបហ្នឹងថតតិចមក ampli យើងម៉ាក់អីគេហើយបើអាចដោះកម៉ោបខាងលើ ampli ហ្នឹងទៅខ្ញុំមើលដឹង
ចំនួន transfer កងដងដុំភ្លើងមិនអីមិនអញ្ចឹងយើងដឹងថាលេងបានប្រហែលគ្រាប់ហើយគួរតែលេង Opler អីអញ្ចឹងខ្ញុំប្រាប់ឲ្យចំកុំឲ្យទិញទៅខុសបងខ្លះក៏ជាកំហុសរបស់គាត់ដែរគាត់និយាយពាក្យមួយម៉ាត់ថាខ្ញុំជាអ្នកប្រើមិនខ្ញុំដឹងដូចបងឯងប៉ុន្តែយើងត្រូវដឹងថានៅពេលដែលយើងយកទៅប្រើជាមួយនឹង ampli របស់យើងដែលមានស្រាប់ណាបើសិនតែយើងអត់សួរគេហើយអត់បង្ហាញគេមិនគេអ្នកលក់ក៏គេមិនទេដាដឹងដែរត្រូវយល់មិនថាយើងទិញយើងលូបទៅ Opler ដល់ ampli របស់យើងអត់ដល់ពេលយើងដាក់ត្រូវថាខ្ញុំទុកចិត្តបងឯងតែទិញមកប្រើអត់កើតទិញមកមិនបើប្រើអត់កើតដែរណែនិយាយពាក្យហ្នឹងខ្ញុំជួបច្រើនណាប្រហែលជា 4-5 នាក់ឯងតែសួរថាពេលដែលគាត់ទិញ Opler ហ្នឹងគាត់បានបង្ហាញ ampli គាត់អត់យកប្រើមួយ ampli គេម៉ាកណាសេរីណាកម្លាំងប្រមាណវ៉ាត់អត់ប្រាប់យើងទាំងអស់ឃើញយើងលក់ហ្នឹង promotion ឧទាហរណ៍ឥឡូវ PR អញ្ចឹង promotion មកគូសល់250កំងយកមកដល់ទៅពេលយកទៅដាក់មួយ ampli គាត់អូអត់រួចគាត់ថាយកទៅប្រើមិនកើតទេខ្ញុំជួបអតិជនបែបហ្នឹងគឺជាការនិយាយមួយដែលមិនចេះទទួលខុសត្រូវហើយមិនដឹងពីកំហុសខ្លួនឯងមានន័យថាបើសិនជាយើងបានប្រាប់គេនៅយើងបានសួរគេនៅថាខ្ញុំ ampli ខ្ញុំមិនចេះសេរីនេះអញ្ចឹងខ្ញុំស្រឡាញ់អានេះឃើញមកឯង promotion 50% អា PR នេះអញ្ចឹងយកទៅដាក់កើតទេបងអាហ្នឹងបានយើងគួរអាហ្នឹងបានជាអ្វីជាការទទួលខុសត្រូវរបស់យើងគឺនៅកន្លែងហ្នឹងមិនបានន័យថាមានបញ្ហាអីមួយយើងរុញដាក់តែគេយករួចខ្លួនឯងហើយយកត្រូវតែខ្លួនឯងទេទោះបីជាយើងអ្នកទិញមែនប៉ុន្តែបើសិនជាយើងអត់ប្រាប់គេមុនអត់សួរគេមុនសួរថាគេមិនដឹងថាយើងយកទៅប្រើមួយអីធម្មតាគ្នាជាអ្នកលក់បើសិនជាយើងប្រាប់ថាបងខ្ញុំចង់បាន PR មកគូឃើញមកឲ្យ promotion 50% ធូរថ្លៃទិញទុកឲ្យហើយដល់ជាយកប្រើមួយ ampli អត់កើតថាទិញយកទៅប្រើអត់កើតបើទិញប្រើអត់កើតប្រើទៅអីណែខ្ញុំជួបអតិជនបែបនេះខ្ញុំជួបអញ្ចឹងខ្ញុំនិយាយច្បាស់ព្រោះខ្ញុំលក់ដូរខ្ញុំនិយាយឲ្យច្បាស់កុំឲ្យបកែកគ្នាហើយកុំឲ្យរុញដាក់គ្នាព្រោះពេលដែលខ្ញុំលក់ខ្ញុំប្រាប់ថាបើសិនជាយើងមាន ampli ហើយ ampli យើងម៉ាកអីសេរីណាប្រមាណវ៉ាត់ថតខាងមុខហើយបើអាចដោះកម៉ូវាបន្តិចមកព្រោះធម្មតាអ្នកលក់ ampli វាមានច្រើនមិនមែនអ្នកលក់អង្គុយដឹងគ្រប់ម៉ូទេប៉ះចំសួរ ampli ពពួកអកជុះតាមមើលទេបែកងាងលើអត់ដឹងថាហ្នឹងស្អីលើមិនថាឲ្យតែលក់ឲ្យយើងប្រាប់ថាបងអានេះឧទាហរណ៍ពី Y select code នេះខ្ញុំនឹងអង្គុយ search Google Firefox អង្គុយមើលឲ្យមើល spec របស់វាអញ្ចឹងប៉ះចំម៉ាស៊ីនអីយើងមើលទៅវាត្រូវហើយអា spec ត្រូវហ្មង detail ត្រូវតែប៉ះចំរបស់បិទ mark copy បែកងាងហ្មងយើងមើល spec អាស៊ីននៅក្នុង Google ដល់ពេលចាក់ស្រេញគាត់ទិញប៉ះចំឲ្យបាន copy បែកងាងអាហ្នឹងជាបបិសោយរបស់ខ្ញុំណាអញ្ចឹងមានន័យថាបើសិនជាយើងចង់ឲ្យត្រូវកុំឲ្យខាតពេលយើងយកប្រើមួយអីគេថតមកហើយយើងដោះកាម៉ូតលើមកថតទៀតមកអញ្ចឹងខ្ញុំមើលទៅដឹងហើយទោះបីថាវាមិនអាចប្រើ 100% តែ 90% ក៏ដឹងថាអានោះប្រមាណវ៉ាត់ប្រមាណអូមប្រើមួយអីត្រូវបានប្រមាណគ្រាប់យើងដឹងអញ្ចឹងកម្រខុសហ่ะអញ្ចឹងកុំទិញដោយស្មានដោយខ្លួនឯងណាអញ្ចឹងតែយើងទិញស្មានដោយខ្លួនឯងយើងឃើញអានេះ promotion ថោក 50% ទិញសិនណាទិញយកប្រើអត់កើតរុញដាក់អ្នកលក់មកទិញរបស់បងឯងប្រើអត់កើតទេទាំងតែខ្លួនឯងមិនដឹងថារបស់ខ្លួនឯងនឹងប្រមាណវ៉ាត់ម៉ាក់អីផងជួនកាលដឹងម៉ាក់តែអត់ដឹងថាប្រមាណវ៉ាត់មិនដឹងមកសួរអីក៏អត់ដឹងដែរអញ្ចឹងអាហ្នឹងបញ្ហានឹងកើតមានឡើងអូខេអានេះសិតតែជាការចែកម្លែកបទពិសោធន៍របស់ខ្ញុំទេអញ្ចឹងចូលប្រធានបទរបស់យើងវិញសម្រាប់5ទឹកដែលយើង promotion ច្រើននៅក្នុងឱកាសចូលឆ្នាំខ្មែរនេះគឺយើងមាន PR 5ទឹកក25មួយគ្រាប់របស់វា 1800 វ៉ាត់ទម្ងន់ក្នុងមួយគ្រាប់22គីឡូក្រាមយើង promotion ឲ្យនៅសល់តែ250ទេមួយគូអញ្ចឹងមានថាមួយគ្រាប់$125សម្រាប់ ID ក100ទម្ងន់18គីឡូក្រាមក្នុងមួយគ្រាប់វ៉ាត់របស់វា1200វ៉ាត់8អូមយើងបញ្ចុះឲ្យនៅសល់តែមួយគ្រាប់$100ទេសម្រាប់ ID ក125មេដៃ2ទឹក8តសៃលក់4ជាន់ទម្ងន់ក្នុងមួយគ្រាប់24គីឡូក្រាមយើងបញ្ចុះឲ្យនៅសល់តែ140ទេក្នុងមួយគ្រាប់អញ្ចឹងមួយគូវា280អញ្ចឹងហ៎ខ្ញុំសុំមើលបន្តិចមួយគូវា280អញ្ចឹងនេះគឺ3 model ដែលខ្ញុំនៅប៉ុណ្ណឹងហើយបងខ្លះចាំមើលពេលដែលខ្ញុំលក់អាចំនួនដែលខ្ញុំប្រាប់ថាខ្ញុំនៅប៉ុណ្ណឹងគ្រាប់ហ្នឹងមានអីវ៉ាន់លក់ទៀតអត់អញ្ចឹងខ្ញុំនៅតែប៉ុណ្ណឹងទេអត់អស់ហើយណាលែងមានហើយក៏ខ្ញុំលែងលក់ដែរអាម៉ាក់ PR ID ហ្នឹងខ្ញុំជប់ដួយហើយលក់នេះគឺលក់ខាតមិនមែនលក់ចំណេញទេអាហ្នឹងជំរាបកន្លែងហ្នឹងតោះចូលកាមេរ៉ាមកទៀតអញ្ចឹងធ្ងន់ខ្ញុំលើកបើសិនជាខ្ញុំលើកប្រឹងខ្លាំង22គីឡូនេះគឺប្រឹងខ្លាំង PR នេះអញ្ចឹងសម្រាប់ឱកាសដែលយើង promotion ចូលឆ្នាំខ្មែរនេះយើងមានទាំង4ទឹកម៉ាក់ Monster Sound មិនថាជាមេដៃ1ជាន់មេដៃ2ជាន់ឥឡូវនេះគឺខ្ញុំបង្ហាញ Opler Sub ម្ដង Opler Sub របស់ខ្ញុំគឺខ្ញុំមាន5ស៊េរីហ្នឹងអញ្ចឹងយើងគួរតែប្រើម៉ាក់ណាស៊េរីណាតោះតែយើងដឹងថា ampli របស់យើងប្រមាណវ៉ាត់តែបើ ampli យើងធំស្រាប់អត់ខ្វល់ទេស្រឡាញ់ណាដាក់ហ្នឹង
ព្រោះតាមរយៈបទពិសោធន៍របស់ខ្ញុំបងដែលគាត់លេងច្រើនហ្នឹងក៏តែអាវ៉ាត់ធំស្រាប់តែអាវ៉ាត់ធំទៅថ្ងៃណាប្រើក100ក៏ប្រើក100ទៅថ្ងៃណាចង់ប្រើក125ក៏ប្រើក125ទៅអញ្ចឹងណាហើយមួយទៀតបងពីច្រើនត្រូវសួរខ្ញុំបងអាក152ហ្នឹងមិនវិញ BQ បានគេហៅ12ជ្រុងហ៎ឃើញបងពីច្រើន BQ របស់ខ្ញុំ BQ អ៊ីតាលីហើយជាមួយណានេះណាលឺជាងព្រោះមានបងមួយគាត់មកទិញខ្ញុំក៏សួរនៅស្រុកយើងបើនិយាយជាទូទៅភាគច្រើនអា BQ ហ្នឹងបោះចិនហើយបិទធ្វើនៅណាអញ្ចឹងទៅអានេះគឺផលិតផលម៉ាក់ចំម៉ាក់ស៊ីនម៉ាក់ original របស់គេមិនបិទទៅពីធ្វើនៅចាក់ឆៃណាដាក់អ៊ីតាលីអត់ទេខុសគ្នាកន្លែងហ្នឹងរឿងទី1ទេបងអញ្ចឹងបើសិនជាយើងប្រៀបធៀបគុណភាពរវាងរបស់ដែលមិនមានម៉ាក់ហើយរបស់ដែលមានម៉ាក់គឺគុណភាពល្អជាងអាហ្នឹងរឿងទី1រឿងទី2បើសិនជាយើងនិយាយពីវត្តមានអាការប្រើឧបលើអា BQ អីហ្នឹងដែលបងថាប់សួរខ្ញុំហ្នឹងតែពិតវាមានយូរហើយមិនតែមានឥឡូវទេហើយការពីការពី7 8ឆ្នាំមុនហ្នឹងហេតុអីបានយើងស្គាល់អាហ្នឹងដោយសារបើសិនជាយើងនិយាយពីវត្តមានរបស់វានៅលើទីផ្សាររបស់យើងវាឈានជើងចូលមុនគេអញ្ចឹងហើយធ្វើឲ្យការស្គាល់ក៏មុនគេដែរបន្ទាប់មកបានពួកនេះចូលតាមក្រោយទេវាមានវត្តមានតាមក្រោយទេអញ្ចឹងការប្រើប្រាស់អីផ្សេងវាទាមទារពេលវេលាយឺតជាងបន្តិចនៅក្នុងការទទួលស្គាល់ទៅលើគុណភាពរបស់វាតែប៉ុណ្្នឹងឯណាអាហ្នឹងតាមរយៈការសង្កេតរបស់ខ្ញុំអញ្ចឹងបើសិនជាយើងនិយាយជាទូទៅពួកកឡៅតសៃលុះ2ជាន់និងតសៃលុះ4ជាន់បើសិនជាយើងនិយាយពីកម្លាំងអុកបាសនៅពេលដែលយើងដាក់ភឹងទៅហ្នឹងពួក4ជាន់វាលឺខ្លាំងជាងតែតតាមអាំភ្លីរបស់យើងដល់វាដែរបើអាំភ្លីយើងទូចយើងដាក់មួយវាលឺស្រាលហើយអាំភ្លីយើងបើកឆាប់ក្តៅហើយក៏ឆាប់មានបញ្ហាអាំភ្លីរបស់យើងដែរអាហ្នឹងវាយើងត្រូវដឹងនៅកន្លែងហ្នឹងជាទូទៅសៃលុះ2ជាន់វាអត់សូវទៀមទាវ៉ាត់ខ្លាំងដូចជាប្រភេទសៃលុះ4ជាន់ទេហើយបើសិនជាយើងនិយាយពីថាបើកបងខ្ញុំអាសាបើកឆេះកឡៅតិចកឡៅឧបមាថាយើងប្រើសៃលុះ2ជាន់ដាច់យើងប្រើសៃលុះ4ជាន់គឺវាអត់ងាយដាច់ទេយើងមើលតែអញ្ចេះក៏ដឹងដែរនេះបើយើងដាក់អន្ទឹមគ្នាមកខ្ញុំដាក់ឲ្យមើលតិចហើយសៃលុះ2ជាន់ហើយនឹងសៃលុះគ្នាសៃលុះតាមពិតកឡៅមានច្រើនណាមិនមែនក125សោះដូចគ្នាណាព្រោះនៅយើងលក់កឡៅលក់គ្រឿងហ៎អញ្ចឹងអានេះ2ជាន់នៅផ្នែកខាងក្រៅគឺអញ្ចេះនេះហើយអា2ជាន់ផ្នែកខាងក្រៅភាគច្រើនគឺនៅលើពួកกระดาษសពួក model RCM មេដៃ1ជាន់មេដៃ2ជាន់អាពួកกระดาษសមេដៃ2ជាន់នេះតឡារបស់2ជាន់ផ្នែកខាងក្រៅចេះហ៎អញ្ចឹងអានោះតម្លៃវាធូរថ្លៃហើយអាំភ្លីមុំក៏លេងបានដែរ CA9 ហើយលេងបានហើយបើបានតសៃលុះក្នុងក្រៅនេះក៏ល្អដែរនេះអានេះក៏គ្រាន់បើដែរណាសៃលុះក្នុងក្រៅនោះគ្រាន់បើព្រោះធន់ហើយបាន4ជាន់ចេះអានោះតតាលេងសាប់ហើយបងខ្លះក៏សួរខ្ញុំទៀតទៅគាត់មិនសូវដឹងក៏ឃើញឡាយ4ជាន់ក៏សួរមកបងមាន3ទឹកឬក៏4ទឹកកន្លៅ4ជាន់នេះ3ទឹក4តកន្លៅ4ជាន់តតាអូបលឺសាប់ឡាន4អូមអានោះមិនមានបើអូបលឺយើងទូទៅប្រើអកកេះអកកដងបាសភូមិគេប្រើតែ2ជាន់ទេរឿងក100ឬក៏ក75ណាបើសិនតែយើងនិយាយអត់មានកន្លៅ4ជាន់ទេលើកលែងតែ5ទឹកពពោះនេះអានោះបានមាន4ជាន់អូបលឺណាដែលមានកន្លៅ4ជាន់ទី1ពពួកអូបលឺសាប់ឡាន3ទឹក4ទឹកជាទូទៅវាមាន75 85 95អញ្ចឹងទៅហើយអានោះវាចេញមក4អូមហើយជាអូបលឺសាប់ព្រោះអូបលឺសាប់ធម្មតាពេលសាប់ buffer គេចង់បានវាយខ្លាំងអាកម្លាំងទឹងមកវាយមកបុកបាស់ណែនណាចុះភាកច្រើនតាមរយៈការសង្កេតរបស់ខ្ញុំ4ជាន់ប៉ុន្តែបើអូបលឺ full range speaker ឬក៏ហៅថាអូបលឺជាងតសៃលុះ2ជាន់ប៉ុន្តែឲ្យតែបាន2ជាន់ហើយក្នុងក្រៅអាហ្នឹងគឺ the best ហើយគឺល្អហើយអញ្ចឹងណាអត់មានតសៃលុះ4ជាន់ទេអានោះតាមរយៈបទពិសោធន៍របស់ខ្ញុំជាអ្នកលក់អាហ្នឹងគឺខ្ញុំសង្កេតមើលគ្រប់ម៉ាកគ្រប់ model ទាំងអស់គឺអញ្ចឹងមិនមែនបានន័យថាឲ្យតែតសៃលក់4ជាន់ឃើញអា5ទឹកតសៃលក់4ជាន់ខ្ញុំចង់បានអា3ទឹកឧបលើជ្រៀងតសៃលក់4ជាន់ដែរខ្ញុំចង់បានអា4ទឹកក75សៃលក់4ជាន់ដែរអត់មានទេសម្រាប់ឧបលើជ្រៀងក៏អត់មានបងវាមានតែឧបលើសាប់ហើយវាមានតែលើពពួក4អូមជាឧបលើសាប់ឡានទៀតអាហ្នឹងបានមាន4ជាន់អញ្ចឹងអាហ្នឹងខ្ញុំចែកម្លែកបទពិសោធន៍កន្លែងហ្នឹងតិចព្រោះអ្វីដែលខ្ញុំនិយាយវាឆ្លងកាត់បទពិសោធន៍ព្រោះយើងជាអ្នកលក់គ្រឿងហងយើងជាអ្នកជួសជុលទៀតអញ្ចឹងហើយពេលដែលយើងលក់កន្លៅឲ្យភ្ញៀវឬក៏យើងដោះដូរកន្លៅហ្នឹងយើងដោះឲ្យយើងសង្កេតឲ្យយើងចំណាំអូម៉ាក់នេះចេះវារាប់ខែរាប់ឆ្នាំទៅបានខ្ញុំអាចនិយាយប្រាប់បានអញ្ចឹងអានេះសិតតែជាបទពិសោធន៍ទេអញ្ចឹងសម្រាប់បងដែលគាត់ត្រូវការគឺអាចកំងបានដូចខ្ញុំបាននិយាយអញ្ចឹងខ្ញុំមានតិចទេតែខ្ញុំគិតថាចូលឆ្នាំខ្មែរប្រហែលជាដាច់ផឹងហើយនេះព្រោះនៅតិច ID ក៏100នៅ3គ្រាប់2គ្រាប់ក្នុងកេស1គ្រាប់តាំង ID ក៏125នៅ4គ្រាប់អញ្ចឹងស្មើនឹង2គូ
PR នៅ5គូស្មើនឹង10គ្រាប់តែប៉ុណ្្នឹងទេអស់ហើយបើអស់ហើយជាមួយខ្ញុំមាននៅ live ទៀតអត់បើទិញចំនួនប៉ុណ្្នឹងហើយអស់ហើយហ្នឹងប៉ុណ្ណាខ្ញុំអ្វីដែលខ្ញុំបង្ហាញ Opler 5 ទឹកគឺមានតែប៉ុណ្្នឹងទេហើយបើចង់បាន Opler 4 ទឹកក៏យើងមានដែរតែដូចខ្ញុំបញ្ជាក់ពីដើមអញ្ចឹងពួកបងខ្លះក៏ឃើញខ្ញុំតឡាយអញ្ចឹងក៏ឃើញប៊ូតកន្លៅ4ជាន់ដល់មែនតែនទៅគាត់ទៅសួរ Opler សង់យើងហ្នឹងក75ក85គាត់ទៅចំបាកន្លៅ4ជាន់ដែរវាអត់មានម៉ាក់ណាក៏អត់មានដែរវាមានតែ Opler សាប់ Opler សាប់ហ្នឹងជាទូទៅបើ3ទឹក4ទឹកវាមានតែលើពណ៌ Opler ឡានទេ Opler សាប់ឡាននោះអាមានដៃ2ជាន់មានដៃ3ជាន់នោះអាហ្នឹងវាមានមែនពណ៌ហ្នឹងសិតតែ4ជាន់ហើយដោះមកសិតកន្លៅ4ជាន់ហើយព្រោះធម្មតាដែលគេធ្វើកន្លៅ4ជាន់គេចង់ឲ្យសាប់វាអុកធន់អុកខ្លាំងណាអញ្ចឹងពួកសាប់ហ្នឹងគឺប្រើពណ៌ហ្នឹងហើយវាអុកខ្លាំងបើកខ្លាំងអំភ្លីវត្តធំដាក់ទៅវាអត់ងាយឆេះកន្លៅហ្នឹងគេប្រើហ្នឹងតែ Opler ជាងគេអត់ធ្វើអញ្ចឹងទេពួក Opler ជាងគោលបំណងរបស់គេដែលគេផលិតវាឡើងក្នុងមុខងារមួយធ្វើឲ្យសលេងមកច្បាស់សតុនគេអត់ត្រូវការកម្លាំងអុកសាប់ខ្លាំងទេជាហេតុផលលក្ខណៈបច្ចេកទេសយើងធ្វើបានតែពពុះកន្លៅ2ជាន់វាអាច2ជាន់នៅខាងក្រៅស្អីលុប2ជាន់ផ្នែកខាងក្រៅឬក៏2ជាន់មួយក្នុងមួយក្រៅតែប៉ុណ្្នឹងទេអូខេអញ្ចឹងការចែករំលែកចំណេះដឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយសម្រាប់ promotion ចូលឆ្នាំខ្មែរនេះគឺយើងមានច្រើនហើយអាចឆាតចូល page ទៅយើងមាន promotion អីខ្លះអាចមើលក្នុងការប៉ុស្តិ៍របស់ admin របស់យើងហើយសម្រាប់ Opler ដែលខ្ញុំចោះច្រើនហេតុអីបាទខ្ញុំយក Opler ទាំងអស់នេះមកព្រោះនេះវាសិតតែជាផលិតផលដែលយើងចោះច្រើនចោះរហូតដល់ 50% អញ្ចឹងធម្មតាទាំងខ្ញុំទាំងគេនៅពេលដែលយើងចង់ទិញអ្វីមួយដែលជាកម្មវិធី promotion របស់គេយើងចង់បានអាណាដែលចោះច្រើនយើងចំណេញបានច្រើនអញ្ចឹងខ្ញុំលើកយកតួអង្គសំខាន់យកមកធ្វើការបង្ហាញទេហើយ3ទឹក4ទឹកក៏យើងមានដែរតែពពួក Monster ឆ្អឹងក្រហមវិញតែបើ5ទឹកយើងមានពួកអា3ហ្នឹងគឺសិតតែជា Opler មួយដែលយើង promotion ច្រើនអញ្ចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមជូនពរឲ្យបងទាំងអស់គ្នាជួបតែសេចក្តីសុខភាពល្អនិងជោគជ័យការងារទាំងអស់គ្នាហើយខ្ញុំក៏ព្យាយាមរៀនបន្ថែមដែរខ្ញុំនឹងព្យាយាមចែករំលែកចំណេះដឹងថ្មីហើយវាស្រឡាញ់ទៅលើឧបករណ៍ទាំងអស់ហ្នឹងអាសាតាមដាន page របស់ខ្ញុំទៅខ្ញុំនឹងរៀនបដាហើយខ្ញុំចែករំលែកបដាអញ្ចឹងណាអញ្ចឹងក៏ដូចជាយើងបានប្រើប្រាស់ដែរពេលខ្លះទោះបីជាយើងមិនមានលទ្ធភាពទិញតែនៅពេលដែលយើងមើលច្រើនក៏យើងដឹងច្រើនកាលណាដែលយើងដឹងច្រើនទីមួយយើងទិញអីវ៉ាន់គឺប្រើបានយូរហើយចំនៅអ្វីដែលយើងចង់បានបើសិនជាយើងទិញផលិតផលមួយយើងអត់ដឹងទេមិនដឹងថារបស់ហ្នឹងប្រើអីទេមានតម្លៃប្រហែលទេហើយពេលដែលយើងឆ្ងល់យើងសួរលក្ខណៈបច្ចេកទេសអ្នកលក់គាត់មិនសូវដឹងឬក៏សួរ5ម៉ាត់គាត់ផ្ញើឆ្លើយប្រាប់យើង1ម៉ាត់អីទេអញ្ចឹងយើងក៏ពិបាកក្នុងការសម្រេចចិត្តទិញអីវ៉ាន់អីដែរទាំងខ្ញុំទាំងគេដូចគ្នាហើយទម្លាប់របស់ខ្ញុំអត់សូវចូលចិត្តឆ្លើយទៅលើ comment មួយទេដូចខ្ញុំផុសអីចឹងឆ្លើយចឹងព្រោះច្រើនមើលអត់អស់ទេបើអង្គុយឆ្លើយតាមតែ comment ខ្ញុំមានពេលទេអញ្ចឹងនៅពេលដែលខ្ញុំសង្កេតឃើញមាន comment អីមួយជា comment ភាគច្រើនចាប់ពី5 6អ្នកឡើងទៅខ្ញុំធ្វើវីដេអូបញ្យល់មកអញ្ចឹងវាបានទាំងអស់គ្នាអញ្ចឹងអ្នកដែលគាត់មិនសួរក៏គាត់ចេះដែរអញ្ចឹងណាអញ្ចឹងអូខេអរគុណអញ្ចឹងការបង្ហាញរបស់ខ្ញុំទៅលើ Opler ដែលយើង promotion 50% ទៅលើຂະຫນាត5ទឹកក100និងក125មានតែប៉ុណ្្នឹងទេហើយបើចង់បានបងប្អូនអាចកំងបានហើយសូមបញ្ជាក់ថាបើសិនជាបងប្អូនចង់បានទីតាំងរបស់យើងមានតែមួយកន្លែងទេអត់មានទីតាំងផ្សេងហើយក៏អត់មានសាខាដែរណានៅផ្ទះលេខ25ផ្លូវ125ហើយបើសិនជាបងប្អូនចង់បានអីវ៉ាន់ក្នុងថ្ងៃតែមួយព្យាយាមធ្វើយ៉ាងម៉េចឲ្យវេលុយមុនម៉ោង4បើត្រឹមម៉ោង4ឬក៏4កន្លះល្ងាចណាអាហ្នឹងបងប្អូនយើងដាក់ចំថ្ងៃតែមួយដល់បងប្អូនវេលុយឯងប៉ុន្តែបើវេលុយមកម៉ោង5កន្លះអីគឺយើងដាក់អត់ទាន់ទេព្រោះធម្មតាអីវ៉ាន់ដូចពពួកអានេះធ្ងន់ណាស់អញ្ចឹងកេះវាខ្ចប់មកតាមមួយជាន់ទេហើយយើងដាក់តាមរយៈបុនທາງអញ្ចឹងយើងត្រូវតេស្តយើងត្រូវវាស់យើងមើលឆ្អឹងអីល្អអស់ហើយយើងចាក់ដំណើរការហើយយើងថតជាវីដេអូផ្ញើជូនបងប្អូនទី2យើងត្រូវខ្ចប់បន្ថែមបើមិនយើងអត់ខ្ចប់បន្ថែមទេបាក់បែកជួនកាលកេះនេះយើងដាក់2 3ជាន់ហើយនៅតែបែកទៀតដាក់តាមរយៈបុនທາງព្រោះធម្មតា flow ការងារខាងរយៈបុនທາງគាត់មានមនុស្សច្រើនសម្រាប់ handle លើការងារហ្នឹងវាមាន process ច្រើនតំណាក់អ្នកខ្លះក៏គាត់លើកបោះអញ្ចឹងទៅវាអាចបែកឆ្អឹងនេះអញ្ចឹងហើយយើងប្រយ័ត្នមែនតើណាខ្ចប់2ជាន់ជាងការកេះ3ជាន់អីយើងខ្ចប់ប្រយ័ត្នដើម្បីប្រកាសថាយកទៅបងប្អូនឲ្យវ៉ាន់អត់មានបញ្ហាពេលខ្លះយើងខ្ចប់ច្រើនជាន់ហើយក៏នៅតែមាននេះទៀតអញ្ចឹងយើងប្រយ័ត្នមែនតើអញ្ចឹងហើយបើសិនជាចង់បានអីវ៉ាន់ក្នុងថ្ងៃតែមួយព្យាយាមធ្វើយ៉ាងម៉េចវេលុយឲ្យបានមុនម៉ោង4កន្លះទៅអញ្ចឹងបងប្អូននឹងទទួលបានថាពេលដែលវេលុយមកថ្ងៃហ្នឹងអញ្ចឹងគឺថ្ងៃហ្នឹងខ្ញុំដាក់ឲ្យហើយតែបើម៉ោង5ឬក៏5ជាងមិនវេលុយមកគឺតតែស្អែកហើយអញ្ចឹងធម្មតាយើងដាក់តាមរយៈមុនថាមិនមែនដាក់ថ្ងៃហ្នឹងបងបានទៅដល់បងប្អូនថ្ងៃហ្នឹងទេដាក់ថ្ងៃហ្នឹងអញ្ចឹងតតែម៉ោង3ឬក៏ម៉ោង4ល្ងាចបានដល់ហើយមួយវិញទៀតបងខ្លះគាត់ចាំតែវរៈបន្ថងខលទៅគាត់ខ្ញុំសូមបញ្ជាក់ណាខាងវរៈបន្ថងពេលខ្លះអត់ខលទៅយើងទេខ្ញុំមិនដឹងថាមូលហេតុអីខ្ញុំអត់ដឹងទេប៉ុន្តែមានន័យថានៅពេលដែលខាង admin របស់យើងហ្នឹងគាត់ផ្ញើ receipt ដែលយើងផ្ញើអីវ៉ាន់ឲ្យបងប្អូនណាបងប្អូនអាចយកទៅឆែកខាងគេបានហើយ
វ៉ាន់នឹងដល់ឬក៏ដល់កុំចាំតតែគេខលពួកពេលខ្លះយើងចាំដល់តែគេខលអីវ៉ាន់ជាក់ស្ដែងយើងមកដល់ហើយប៉ុន្តែគេអត់បានខលឬក៏គេខលម្ដងហើយខលយើងអត់លើកគេឈប់ខលក៏មានដែរអញ្ចឹងមានន័យថានៅពេលដែលខាង sale របស់យើងគាត់ផ្ញើកន្ទុយ receipt ដែលយើងបញ្ជាក់ថាយើងបានផ្ញើអីវ៉ាន់ហ្នឹងហើយបងប្អូនយកទៅឆែកនៅទីតាំងបងប្អូនទៅគឺគេឆែកដឹងហើយសម្រាប់យើងគឺងាយស្រួលទេមានន័យថាយើងនៅតែទីតាំងរបស់យើងបើករាល់ថ្ងៃមកពួកខ្ញុំពេលណាក៏ឃើញដែរហើយខ្ញុំហ្នឹងជាអ្នកលក់ហើយបើមិនទុកចិត្តទេមកហាងមកមើលអីវ៉ាន់មកតេស្តអីវ៉ាន់មកហើយមកជួបខ្ញុំផ្ទាល់ក៏បានដែរខ្លាចថាអ្នកលក់បោកអីណាព្រោះធម្មតាបើគេធ្លាប់ទិញវាមិនអីតែបងខ្លះក៏មិនដែរទិញចេះខ្លាចទោះស្គាល់ព្រោះអ្នកខ្លះទិញអាំភ្លីតែ5-10រៀលហ្នឹងឲ្យយើងដាក់ COD ដែរអត់ដាក់ទេបញ្ហាច្រើនណា COD ហ្នឹងយើងអត់លែងដាក់ឯងពីមុនក៏យើងដាក់ដែរឥឡូវយើងឈប់ដាក់ឯងប៉ះចាំភ្ញៀវកោទៅ2វិនៈហត់ហ្មងអាណិតខាង sale យើងខំតាមអីវ៉ាន់ហ្នឹងឆៃអីវ៉ាន់ហ្នឹងបងខ្លះកោណាគេដាក់អីវ៉ាន់ទៅឲ្យហើយអីវ៉ាន់ហ្នឹង COD តាមពិតគាត់ម្ចាស់អីវ៉ាន់អ្នកដែលត្រូវទិញគាត់ដឹងថាអីវ៉ាន់ហ្នឹង COD ត្រូវឲ្យលុយគេតែគាត់អត់ឲ្យទេគាត់យកអីវ៉ាន់ទៅបាត់តទៅគេទាឆាត់ទាអញ្ចឹងណាពេលខ្លះអ្នកដាក់អីវ៉ាន់ខាងរដ្ឋាភិបាលដាក់អីវ៉ាន់ឲ្យគាត់ភ្លេចអញ្ចឹងណាកាយគាត់ច្រើនក៏ចាប់គាត់ច្រើនណាហើយតគេទាអត់ចង់ឲ្យគេទៀតវាមានអញ្ចឹងសោះជួបអស់ហើយចាំបាត់ឡើងដាក់មក COD ហ្នឹងហើយបើអត់ទុកចិត្តទេមកទិញនៅហាងទៅពួកខ្ញុំអត់មានទៅណាទេមកពេលណាក៏បានដែរកន្លែងដែលយើងរកស៊ីច្បាស់លាស់ទី1អ្នកលក់ហ្នឹងបងប្អូនឃើញមុខរាល់ថ្ងៃហ្នឹងដូចខ្ញុំហ្នឹង live រាល់ថ្ងៃរាល់ពេលហ្នឹងបើវីដេអូចូល1000វីដេអូហើយមិននិយាយទៅទី2បើខ្លាចទេយើងមកម្ដងមកស្គាល់មកហើយបើមកវាបានអត្ថប្រយោជន៍ចេះទៀតពេលយើងឆ្ងល់អីយើងងាយស្រួលសួរហើយនៅពេលដែលយើងអត់ចេះអីខ្ញុំបរៀនផ្ទាល់មកខ្ញុំប្រាប់ពីរបៀបក្នុងការធ្វើមិនស្រេមិនអីមិនឲ្យធ្វើមិនប្រើបានយូរបងប្អូនត្រូវចាំថាឧបករណ៍ទាំងអស់នេះបងប្អូនទិញឲ្យតើដឹងរបៀបប្រើទៀតដូចការប្រើប្រាស់ mixer digital crossover ផ្សេងការ set ភ្លើងអីផ្សេងបើមកដល់ហាងស្រួលខ្ញុំបរៀនឲ្យចេះហ្មងប្រាប់បញ្យល់ចេះអត់មានលាក់អីណាមិនថាខ្លាចគេចេះទៅមិនអីមិនខ្ញុំអត់គិតចឹងទេព្រោះដល់ពេលដែលគេចេះពេលដែលគេចង់ធ្វើអីគេធ្វើខ្លួនគេបានអញ្ចឹងគេមិនបាច់សួរខ្ញុំច្រើនអញ្ចឹងខ្ញុំជួយចិត្តប្រាប់អីឲ្យទិញតែម្ដងអញ្ចឹងប្រាប់គាត់តែម្ដងឲ្យចេះហ្មងជួនកាលឲ្យថតវីដេអូទៀតថាបើឲ្យចាំអត់បើអត់ចាំទេទាញទូរស័ព្ទថតមកខ្ញុំបញ្យល់មួយមើលបដាថតបដាអញ្ចឹងទៅហើយបើសិនជាយើងមានគ្នា2 3នាក់កាន់អាហ្នឹងទេយើងបាញ់វីដេអូតាម Telegram ឲ្យគ្នាយើងទៅមើលទៅយល់ហើយខ្ញុំប្រាប់ងាយឲ្យស្រួលយល់ទៀតអត់អីបច្ចេកទេសអង់គ្លេសអីច្រើនទេជាអ្នកលក់មិនតាតនិយាយអង់គ្លេសពាក្យបច្ចេកទេសបានថាខ្លួនឯងជាអ្នកចេះមិនអញ្ចឹងទេអ្នកដែលចេះគឺធ្វើយ៉ាងម៉េចឲ្យគេងាយស្រួលយល់អ្នកដែលអត់ចេះអង់គ្លេសក៏គាត់មើលទៅគាត់យល់អាហ្នឹងបានន័យថាយើងហ្នឹងជាអ្នកបង្រៀនមួយដែលពូកែហើយប៉ុន្តែបើសិនជាយើងនិយាយពាក្យអង់គ្លេសបច្ចេកទេសអីណាគេស្ដាប់មិនយល់មកបៀកអញ្ចឹងគាត់ថាខ្លួនឯងជាអ្នកពូកែមិនតាន់ទេអញ្ចឹងអាហ្នឹងជាការយល់ឃើញរបស់ខ្ញុំគឺនៅកន្លែងហ្នឹងអញ្ចឹងបើសិនជាអាចឡើងមកបន្តិចដែរបើត្រូវដូចថា digital crossover អញ្ចឹងអាហ្នឹងទាមទារការរៀនទាមទារត្រូវផ្កាពេលទទួលស្គាល់ពេលខ្លះពេលវេលាយើងមានតម្លៃតែយើងត្រូវមើលដែរផលិតផលយើងនោះអីគេបើឧបលើដូចឧបលើអីចឹងយើងដឹងហើយមើលតែអាំភ្លីបងខ្លះពីច្រើនដឹងអាំភ្លីគាត់ប្រើបានអីគាត់ដឹងហើយអញ្ចឹងគាត់ត្រូវទិញទៅកុំឲ្យតែបាក់បែកទៅគាត់ទិញទៅគាត់ត្រូវของគាត់បានតែដូចជារបៀប set ភ្លើង tele 512 tele 240 tele កពើ digital crossover ឬក៏ការរៀបជាលក្ខណៈសារប្រជុំតាមកម្មវិធី Zoom អាហ្នឹងតាក់ទងមួយបច្ចេកទេសស៊ីជម្រៅអញ្ចឹងបើអាចឡើងមកសួរខ្ញុំបរៀនហើយតែទិញអីវ៉ាន់នៅយើងគឺយើងបរៀនឲ្យចេះមិនថាទិញភ័យខ្លាចទិញទៅអត់ចេះប្រើមិនបាច់ភ័យទេតែចេះស្រួលហើយតែមិនចេះតែភ័យតែបើចេះគឺស្រួលអញ្ចឹងមានន័យថាអាភ័យ20អាស្រ័យលើចេះមិនចេះតែប៉ុណ្្នឹងឯងអញ្ចឹងតែមកខ្ញុំបរៀនហើយអញ្ចឹងតែបរៀនចេះលែងភ័យហើយធ្វើចង់អីចង់មិនក៏ដោះចេញដែរតែតើអត់ចេះភ័យហ្មងហើយជួបបញ្ហាឧបមាថាបងខ្លះក៏បើអាជីវកម្មជួបតែបញ្ហាតិចភ័យហ្មងឲ្យតែរឿងអីមានបញ្ហាដូចដាក់មីក្រូហ្វូនឬឆឬកង់ឬអីចឹងភ័យចំអញពងកម្មវិធីគេផងពាក់កណ្ដាលផ្លូវធ្វើមិនភ័យហ្មងព្រោះអត់ដឹងថាធ្វើមិនតែនៅពេលដែលយើងចេះលែងភ័យចង់បញ្ហាមិនក៏យើងដោះចេញដែរអាហ្នឹងវាអញ្ចឹងណាអូខេអរគុណអញ្ចឹងចាំជួបគ្នាជាមួយនឹងការចែករំលែកចំណេះដឹងផ្សេងទៀតពីខ្ញុំហើយសម្រាប់ផលិតផលទាំងអស់នេះយើងនៅទីទួចទេបើចង់បានអាចរួមរាល់ទាំងអស់គ្នាបាទអរគុណ